នៅថ្ងៃទី14ខែមីនាឆ្នាំ2025លោកស្រីហិនសុខុមសមាជិកក្រុមប្រឹក្សាឃុំទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំតំណាងឲ្យលោកយិតស៊ីវប្រធានក្រុមប្រឹក្សាឃុំបានទទួលវគ្គបណ្ដុះបណ្ដាលស្ដីពីបណ្ដាញកិច្ចការពារកុមារឃុំសង្កាត់និងក្រុមសហគមន៍មូលដ្ឋានដោយមានការរៀបចំពីមន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទាខេត្តតាកែវដែលមានលោកសួសតារាប្រធានការិយាល័យសេវាសង្គមកិច្ចនៃមន្ទីរសង្គមកិច្ចខេត្តតាកែវលោកឡៅសុងហេងប្រធានកិច្ចការពារកុមារថ្នាក់ជាតិនៃអង្គការមលុបឫស្សីលោកសំសយអ្នកសម្របសម្រួលសហគមន៍នៃអង្គការមលុបឫស្សីលោកផាន់សុភាណានិស្សិតហាត់ការនៃអង្គការមលុបឫស្សីខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាលនេះរួមមានសិទ្ធិសំខាន់របស់កុមារបង្ហាញពីប្រព័ន្ធកិច្ចការពារកុមារការកំណត់អត្តសញ្ញាណកុមាររងគ្រោះនិងងាយរងគ្រោះបង្ហាញពីបណ្ដាញឃុំសង្កាត់សម្រាប់កិច្ចការពារកុមារការអនុវត្តនីតិវិធីស្តង់ដារសម្រាប់កិច្ចការពារកុមារប្រភេទទិន្នន័យកុមាររងគ្រោះនិងងាយរងគ្រោះដែលមានការចូលរួមពីលោកគ្រូអ្នកគ្រូមណ្ឌលសុខភាពឃុំនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនិងលោកស្រីទទួលបន្ទុកកិច្ចការនារីនិងកុមារនៅតាមមូលដ្ឋានសូមអរគុណ